សូមជូនរឿងបុរសម្នាក់និងស្កាមានភរិយារបស់បុរសម្នាក់ទើបតែសម្រាលកូនរួចភរិយាប្រគល់កូនឲ្យបុរសជាប្តីមើលខ្លួនឯងចុះទៅមុជទឹកជម្រះកាយក្នុងខណៈនោះស្ដេចប្រើអាមាត្យឲ្យទៅហៅបុរសនោះមកជួយរៀបចំពិធីបុណ្យជាបន្ទាន់បុរសឮហើយប្រញាប់ប្រញាល់ទៅតែគិតក្នុងចិត្តថាតើអ្នកណាមើលកូនខ្ចីនេះបានភ្លាមនោះបុរសនឹកដល់ស្កាដែលខ្លួនចិញ្ចឹមស្រឡាញ់ដូចកូនបង្កើតក៏ប្រគល់កូននេះឲ្យស្កាមើលជាបណ្ដោះអាសន្នសិនបុរសចេញផុតពស់វែកមួយក្បាលវាចូលមករកកូនង៉ែតស្កាឃើញពស់ក៏ស្ទុះទៅខាំដាច់ជា2ជា3កំណាត់ភ្លាមមុខមាត់ដៃជើងស្កាប្រឡាក់ឈាមក្រហមច្រាលវាអង្គុយចាំមើលផ្លូវម្ចាស់ត្រឡប់មកវិញបុរសមកដល់ស្កាស្ទុះទៅទទួលកន្ត្រោមម្ចាស់ដោយរីករាយវាខំសម្ដែងអាការៈត្រេកអរព្រោះវានឹកឃើញថាបានបម្រើសងគុណម្ចាស់ដោយប្រពៃបុរសយល់ច្រឡំឃើញឈាមប្រឡាក់មុខមាត់ស្កាក៏កំណត់ក្នុងចិត្តថាស្កានេះប្រកាសជាស៊ីកូនអញហើយគាត់ក៏រត់ទៅយកដំបងមកសំពងស្កាយ៉ាងដំណំរួចបណ្ដេញស្កាចេញពីផ្ទះដោយកំហឹងបុរសរត់ចូលទៅមើលកូនឃើញកូនកំពុងដេកលក់ស្កប់ស្កល់ក្នុងអង្រឹងគាត់ឃើញពស់ដាច់ជា2ជា3កំណាត់នៅរ៉ាត់រាយក្បែរអង្រឹងគាត់នឹកឃើញគុណស្កាស្ដាយក្រោយនៅកំហុសរបស់ខ្លួនគាត់ស្ទុះមករកហៅស្កាត្រឡប់មកវិញតែស្កាបានរត់ចូលព្រៃបាត់ទៅហើយកតេអប់រំត្រូវពិចារណាឲ្យបានហ្មត់ចត់សិនមុននឹងសម្រេចចិត្តធ្វើអ្វីមួយ